เพราะว่าបទពិសោធន៍មេរៀនជីវិតដែលយើងបានរៀនតែគ្មានអ្នកណាមកបង្រៀនយើងនោះគឺបទពិសោធន៍ដែលយើងបានជួបប្រទះទាំងឡាយការពិតយើងមានអំណាចក្នុងការជ្រើសរើសផ្លូវដើរផ្ទាល់ខ្លួននិងអាចបង្កើតភាពជោគជ័យដោយខ្លួនឯងការប្រថុយដើម្បីជំនះធ្វើអ្វីមួយនឹងជួយឲ្យយើងមានការលូតលាស់ជាជាងនៅស្ងៀមមិនហ៊ានធ្វើអ្វីទាំងអស់ដូច្នេះយើងត្រូវពង្រឹងភាពក្លាហានដើម្បីចាប់យកអ្វីថ្មីដែលអាចនាំយើងឲ្យខិតទៅជិតគោលដៅរបស់យើងសូមកុំបារម្ភពីកំហុសដែលយើងនឹងបង្កើតឡើងនៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយព្រោះវាគ្រាន់តែបង្ហាញឲ្យយើងបានចូលអ្វីមួយដែលយើងមិនធ្លាប់បានដឹងពីមុនតែប៉ុណ្ណោះចាំថារាល់បទពិសោធន៍ទាំងល្អទាំងអាក្រក់គឺជាការសិក្សាអ្វីដែលថ្មីដូច្នេះចូលពិចារណាពីអ្វីដែលយើងធ្លាប់ឆ្លងកាត់យើងនឹងរកឃើញពីបុព្វហេតុពិតនៃជីវិតមួយនេះទម្រាំអាចសម្រេចក្តីសុបិនវាមិនមែនជារឿងងាយស្រួលទេសៀវភៅនេះស្រាលហើយវាមានទំហំ A5 សៀវភៅលេខសម្ងាត់មានកម្រាស់278ទំព័រជាប្រភេទសៀវភៅលើកទឹកចិត្តមានការបំផុសជាសំណួរជាច្រើនដើម្បីឲ្យអ្នកអានស្វែងរកចម្លើយចេញពីក្នុងខ្លួនឯងសៀវភៅនេះត្រូវចំពោះអ្នកដែលកំពុងតែស្វែងរកខ្លួនឯងជានរណាកើតមកដើម្បីអ្វី